បាទសូមជម្រាបសួរប្រិយមិត្តដែលចូលចិត្តស្ដាប់រឿងនៅក្នុង Channel និទានរឿងទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានរឿងថ្មីមកមួយទៀតហើយដែលមកចែកជូនដល់អ្នកទាំងអស់គ្នាបានស្ដាប់លេងកំសាន្តអញ្ចឹងមុននឹងយើងចូលទៅដល់ក្នុងរឿងសូមអ្នកទាំងអស់គ្នាជួយចុច Like Subscribe និង Share ទៅឲ្យមិត្តភ័ក្តិនិងក្រុមគ្រួសារអ្នកទាំងអស់គ្នាបានស្ដាប់លេងកំសាន្តផងអញ្ចឹងឥឡូវយើងកុំបង្អង់យូរគឺយើងចូលមកដល់សាច់រឿងយើងតែម្ដងទៅអញ្ចឹងគឺផ្ដើមរឿងមកគឺមានបុរសម្នាក់ឈ្មោះថាតារាដែលបងតារាហ្នឹងគឺគាត់បានរើផ្ទះថ្មីគាត់រើពីផ្ទះចាស់គាត់ហ្នឹងគឺទៅផ្ទះថ្មីហើយពេលគាត់រើហ្នឹងគាត់យកឲ្យវ៉ាន់ទាំងអស់ពីផ្ទះចាស់គាត់ហ្នឹងទៅផ្ទះថ្មីអញ្ចឹងណាហើយគាត់អត់ដឹងទេគាត់អត់ដឹងថាអីវ៉ាន់មានអីខ្លះទេគឺគាត់ចេះតែរើយកទៅបានរួចហើយក៏ពេលគាត់ទៅដល់ផ្ទះថ្មីភ្លាមហ្នឹងគឺគាត់បានរើអីវ៉ាន់នេះអញ្ចឹងទៅគាត់បានរើមើលថាមានអីខ្លះហើយគឺគាត់បានឃើញសភៅកំណត់ត្រាចាស់មួយដែលខាងក្រៅវានឹងរៀងឈើហើយវាមានដែកដើម្បីកន្លែងចាក់សោអ្នកទាំងអស់គ្នាអញ្ចឹងក៏គាត់ចង់បើកមើលដែរតែគាត់អត់មានសោអីចាក់ទេគឺគាត់ឃើញតែសភៅអញ្ចឹងណាគាត់អត់ឃើញសោចាក់អញ្ចឹងគាត់បើកអត់ចេញហើយក៏គាត់បានយកទៅដាក់លើទូតាំងរបស់គាត់នឹងដល់ហើយពេលយប់គាត់ចូលគេងគឺគាត់បានយល់សពឃើញគាត់នឹងទៅសេឡើងញាប់មែនតើអ្នកទាំងអស់គ្នាគឺទៅសេញាប់ហើយគឺគាត់មើលអសគាត់អត់ឃើញទេហើយទៅសេហ្នឹងគឺទៅសេដាក់លើសភៅសភៅកំណត់ហេតុកំណត់ត្រាស្អីគេហ្នឹងហើយយរំគឺគាត់ទៅសេញាប់មែនតើហើយគឺមើលអសខ្លួនឯងឃើញតែមើលទៅព្រាលហើយអសហ្នឹងអសស្អីគេអ្នកនរនេះយល់ពីថាដូចអសពួកសុកគេយើងមើលអត់យល់អសមិនបោះបរទេសបោះអាមេរិកបោះអីអសបោះរុស្ស៊ីបោះអីចឹងណាគឺយើងមើលអត់យល់ហ្មងហើយនៅពេលនោះក៏គាត់បានភ្ញាក់មកដល់ហើយគឺគាត់បានទៅមើលលើទូគាត់ហ្នឹងគឺគាត់បានឃើញថាបាត់អាសភៅនឹងមកហើយគឺគាត់មើលលើតុគាត់ទៅសេអីរងថ្ងៃគាត់ធ្វើការហ្នឹងគឺគាត់បានឃើញសភៅហ្នឹងហើយគាត់បានឆ្ងល់ថាណាគេយកមកដាក់ហ្នឹងហើយគឺគាត់បាននិយាយប្រឡប់ចិត្តខ្លួនឯងថាប្រហែលខ្លួនគាត់ឯងអ្នកយកមកឲ្យគាត់ភ្លេចគាត់ច្រឡំដៃគាត់អីចឹងណានៅពេលនោះក៏គាត់បាននិយាយប្រឡប់ខ្លួនឯងចឹងទៅហើយដល់យប់ទី2គឺគាត់បានយល់សពឃើញគាត់ខ្លួនឯងហ្នឹងគឺច្រៀងសូត្រទាំងភាសាស្អីគាត់ស្ដាប់ខ្លួនឯងយល់ទេតែគាត់ឮថាគាត់នឹងសូត្រស្អីឡងវល់វិញហ្នឹងយល់គាត់ស្ដាប់អត់ឮហ្មងហើយដល់ពេលនោះគឺគាត់បានឮសលេងគេស្រែកមកទៅហឹងហើយគាត់បានភ្ញាក់មកគឺគាត់បានទៅមើលសភៅនឹងទៀតដល់ពេលដល់គាត់ទៅមើលសភៅនឹងទៀតគឺគាត់បានឃើញសភៅនឹងបើកហើយសភៅនឹងខ្ញុំភ្លេចប្រាប់អ្នកនរគ្នាគឺសភៅនឹងគាត់យកទៅដាក់លើទូតាំងគាត់នឹងវិញហើយតែពេលគាត់ទៅមើលនឹងគឺគាត់បានឃើញសភៅនឹងគឺនៅលើតុគាត់ធ្វើការនឹងហើយបើកហើយគាត់ឆ្ងល់ថាណាគេចាក់សភៅនឹងដោយសារវាបើកយកមកហើយនៅពេលនោះក៏គាត់បាននិយាយប្រឡប់ខ្លួនឯងទៀតហើយគាត់ថាប្រហែលជាអ្នកមកលេងផ្ទះគាត់អីចឹងគឺគេបានយកសោយកអីមកចាក់លេងចឹងប្រហែលអីនេះចឹងណាបើកចឹងណាតោះមកគឺចូលដល់យប់ទី3ហ្នឹងគឺគាត់បានគេយល់សពដដែលហ្នឹងគឺគាត់បានឃើញមុខហ្នឹងអ្នកនរយប់មុខអូយខ្ញុំនិយាយភឹកក្បាលខ្ញុំស្មៃចេញមុខហ្នឹងវាសហើយវាឲ្យគេហៅចកាធ្លាក់ដល់កអង្គខំនេះធ្លាក់ដល់ហ្នឹងហើយគឺយល់អ្នកនរគ្នាយល់ពេលយើងកាន់សភៅខ្ញុំដាក់រូបឲ្យអ្នកនរគ្នាមើលវិញហើយយល់ជាខ្ញុំប្រើរូបដាក់ឲ្យមើលវិញខ្ញុំភ្លេចបញ្ជាក់អ្នកនរគ្នាគឺរូបនេះគឺមិនត្រូវ 100% ទេដោយសារតែខ្ញុំយក AI មកដាក់អីចឹងទៅគឺគាត់បានឃើញបែបហ្នឹងហើយគឺគេទៅសេលេខទៅសេការបច្ឆេទហ្នឹងគឺមិនមែនមកសមមិញមិនមែនមកសមមួយថ្ងៃទេគឺទៅសេថ្ងៃស្អែកការបច្ឆេទថ្ងៃស្អែកចុះដូចឧទាហរណ៍វីដេអូនេះខ្ញុំថតនៅថ្ងៃទី9អញ្ចឹងគេទៅសេថ្ងៃទី10អញ្ចឹងទៅអញ្ចឹងចាំខ្ញុំដាក់រូបឲ្យអ្នកនរគ្នាមើលឲ្យអ្នកនរគ្នាស្មៃចេញស្មៃអ្នកនរគ្នាមើលទៅគឺដឹងមកហើយនៅពេលនោះគឺគាត់បានអានទៅគេទៅសេលើហ្នឹងគឺទីបំផុតគឺខ្ញុំបានអានវាទាំងដែលខ្ញុំមិនគួរអានវាហើយគាត់ក៏បានភ្ញាក់អីចឹងទៅអ្នកនរគ្នាហើយនេះគឺជាទីបញ្ចប់នៃរឿងហើយអ្នកទាំងអស់គ្នាគឺខ្ញុំមានអារម្មណ៍ថារឿងនេះរៀងប្លែកដោយសារតែតកតងនឹងសភៅកំណត់ហេតុសភៅស្អីគេហ្នឹងអ
nhưng mà đừng thà sập hơi ấy này tại đừng sập hơi nó bộ ran chả chả chứ nè để đọc này sớm ấy tránh ấy nhưng đã rụp lên đang ấy chẳng ở cô này đọc này đã bàn sẽ đạp nó đau bị tí đi vì nhung bàn để tiền đương số một côn xong chụp điệu lên là đọc này bye bye